សេដ្ឋកិច្ចកាន់តែប្រែប្រួលទីផ្សារកាន់តែចង្អៀតមនុស្សម្នាក់ចាប់ផ្ដើមធ្វើទីផ្សារខ្លួនឯងខ្លាំងជាងមុននេះគឺជាពេលវេលាមួយដែលបងប្អូនទាំងអស់គួរតែនាំគ្នាគិតទៅលើរបៀបនៅក្នុងការធ្វើទីផ្សារហើយជំរុញខ្លួនឯងឲ្យចេះធ្វើទីផ្សារទោះបីជាការចាប់ផ្ដើមនោះវាមិនល្អមើលក៏ដោយនៅពេលដែលយើងចាប់ផ្ដើមធ្វើវីដេអូដោយខ្លួនឯងនៅពេលដែលយើងចាប់ផ្ដើមធ្វើមាតិកាដោយខ្លួនឯងមែនតើច្បាស់ណាស់នឹងមានគេសើចយើងប៉ុន្តែនៅពេលដែលយើងអត់ធ្វើអីសោះគេមិនត្រឹមតែសើចទេគេចំអកមកលើយើងទៀតថាយើងនឹងអត់ចេះធ្វើអីមួយដើម្បីជួយខ្លួនឯងទេនៅក្នុងស្ថានភាពមួយនេះខ្ញុំសូមឲ្យបងប្អូនទាំងអស់គ្នាស្វែងរកវិធីនៅក្នុងការចាប់ផ្ដើមទោះបីជាវាលំបាកបន្តិចក៏ដោយអត់មានវិធីណាដែលអាចជួយយើងបានក្រៅពីនឹងទេបើសិនជាយើងអត់មានចំណូលបើសិនជាយើងអត់មានថវិកានឹងទៅជួលមនុស្សប៉ាកែដើម្បីឲ្យធ្វើទេបងប្អូនទៅរៀនធ្វើវាដោយខ្លួនឯង